តែអ្នកទាំងអស់គ្នាដឹងទេថាកងទ័ពអាកាសកម្ពុជាក៏មានយន្តហោះសំខាន់មួយប្រភេទដែរដែលគេហៅថា Arrow L39 Albatross ជាយន្តហោះបង្វឹកប្រភេទ Jet ដែលផលិតពីប្រទេសឆេកូស្លូវ៉ាគីដែលមិនត្រឹមតែប្រើសម្រាប់បង្វឹកទ័ពអាកាសប៉ុណ្ណោះទេតែយន្តហោះប្រភេទនេះអាចប្រើសម្រាប់ស៊ើបការនិងសកម្មភាពយោធាតូចៗផងដែរនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់យន្តហោះស៊ើបការមួយរបស់កម្ពុជានោះគឺ L39 L39 Albatross ត្រូវបានបង្កើតឡើងនៅចុងសតវត្សរ៍ឆ្នាំ1960ដោយក្រុមហ៊ុន Arrow Victor Chody នៃប្រទេសឆេកូស្លូវ៉ាគីវាត្រូវបានរចនាឡើងដើម្បីជំនួស L29 Delfine ដែលគេប្រើក្នុងសម័យសូវៀតនិងប្រទេសសម្ព័ន្ធមិត្ត L39 បានហោះដំបូងនៅឆ្នាំ1968ហើយចាប់ផ្ដើមផលិតចូលសិបផ្លូវការនៅដើមទសវត្សរ៍ឆ្នាំ1970វាជាប្រភេទ Jet បង្វឹកដែលមានតម្លៃទាបដែលប្រើប្រាស់ងាយស្រួលអាចដឹកអាវុធយុទ្ធភ័ណ្ឌតិចតួចបាននៅក្នុងកំឡុងសង្គ្រាមត្រជាក់ L39 ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងប្រទេសក្រុង Warsaw Pass ក្រោយសម័យសង្គ្រាមត្រជាក់វាបានបន្តលក់ទៅប្រទេសជាង30ទូទាំងពិភពលោកដែលក្នុងនោះរួមមានទាំងប្រទេសកម្ពុជាយើងផងដែរយន្តហោះ L39 ត្រូវបានដំឡើងម៉ាស៊ីន Turbojet Alchico LL25TL ដែលមានកម្លាំងប្រហែល 3,800 ផោន East Track វាអាចហោះបានល្បឿនអតិបរមាប្រមាណ 750 គីឡូម៉ែត្រនៅក្នុង1ម៉ោង L39 មានបន្ទប់អ្នកបើក2មុខសម្រាប់ទាហានហ្វឹកហាត់និងក្រោយសម្រាប់គ្រូបង្វឹកវាមានប្រវែង12ម៉ែត្រនិងស្លាបរឹង9ម៉ែត្រអាវុធរបស់វាមិនធំធេងទេតែអាចដាក់អាវុធរ៉ុកែតប្រភេទ S5 គ្រាប់បែកតូចៗម៉ាស៊ីនកាំភ្លើង External Port សមត្ថភាពនេះធ្វើឲ្យវាប្រើសម្រាប់ស៊ើបការឬប្រតិបត្តិគាំទ្រយោធាយន្តហោះ L39 ប្រើម៉ាស៊ីន Ichigo AL25TL Turbofan ដែលមានកម្លាំងជិត 16.8 គីឡូញូតុនល្បឿនអតិបរមាអាចឈានដល់ 750 ដល់ 772 គីឡូម៉ែត្រនៅក្នុង1ម៉ោងឬជាងម៉ាច 0.75 កម្ពស់ហោះអតិបរមាវាអាចហោះបាន 11,000 ម៉ែត្រខណៈដែលជួរហោះធម្មតាប្រហែល 1,100 គីឡូម៉ែត្រហើយអាចទៅដល់ 1,750 គីឡូម៉ែត្រប្រសិនបើមានធុងប្រេងសម្រាប់បន្ថែមក្នុងផ្នែកអាវុធ L39 មាន 4 hard point ក្រោមស្លាបវាអាចផ្ទុករ៉ុកែតប្រភេទ S5 និង SH គ្រាប់បែកតូចៗ 250 គីឡូឬបំពាក់ fuel tank បន្ថែមចំពោះប្រទេសយើងមិនអាចទិញយន្តហោះប្រយុទ្ធធំៗដូចជា S16 ឬ Sukhoi 30បានទេព្រោះតម្លៃថ្លៃនិងពិបាកក្នុងការថែទាំក្នុងពេលតែមួយកងទ័ពអាកាសកម្ពុជាត្រូវការយន្តហោះដែលមានតម្លៃសមរម្យអាចប្រើសម្រាប់ហ្វឹកហាត់បើកយន្តហោះចំនួនថ្មីនិងអាចបំពេញភារកិច្ចបន្តិចបន្តួចផ្នែកយោធា L39 Albatross គឺជាជម្រើសល្អបំផុតសម្រាប់កងទ័ពអាកាសកម្ពុជាសម្រាប់យកមកប្រើប្រាស់ក្នុងកងទ័ពអាកាសកម្ពុជាព្រោះដោយសារវាមានថ្លៃថែទាំទាបជាង Jet Fighter ធំៗវាមានការបង្រៀនងាយស្រួលសម្រាប់អ្នកបើកយន្តហោះកម្រិតដំបូងអាចប្រើជារ៉ុកែតនិងគ្រាប់បែកតូចៗបានដើម្បីសម្រុតទម្ងន់និងភារកិច្ចការពារកម្ពុជាបានទទួលយន្តហោះ L39 មួយចំនួនកងទ័ពអាកាសកម្ពុជាបានប្រើវាសម្រាប់ហ្វឹកហាត់អ្នកបើកបរយន្តហោះ Jet ចំនួនថ្មីការដែលមាន L39 គឺជាជំហានសំខាន់ក្នុងការរក្សាបទពិសោធន៍នៃការបើកយន្តហោះ Turbojet វាជួយឲ្យអ្នកបើកបរយន្តហោះកម្ពុជាមានជំនាញលើ Jet មុនបន្តទៅយន្តហោះធំជាង L39 ក្រៅពីបង្វឹកវាក៏អាចប្រើសម្រាប់សម្របសម្រួលស៊ើបការនិងបង្ហាញកម្លាំងយោធាផងដែរកងទ័ពអាកាសកម្ពុជាបានប្រើ L39 ជាចម្បងក្នុងការហ្វឹកហាត់អ្នកបើកបរយន្តហោះថ្មីសិស្សអាកាសយានិកជាច្រើនបានចូលរួមហ្វឹកហាត់ក្នុង L39 មុននឹងបន្តទៅកាន់យន្តហោះប្រយុទ្ធឬសម្ភារៈសំខាន់ផ្សេងទៀតក្រៅពីការហ្វឹកហាត់ L39 ក៏អាចប្រើប្រាស់សម្រាប់ស៊ើបការនិងល្បាតតាមព្រំដែនដោយសារតែវាមានជួរហោះជាង 1,100 គីឡូម៉ែត្រនិងល្បឿន 700 គីឡូម៉ែត្រនៅក្នុង1ម៉ោងវាអាចគ្របដណ្ដប់លើតំបន់ភាគច្រើននៃប្រទេសយើងក្នុងរយៈពេលខ្លី
នៅក្នុងកំឡុងពេលអតីតកាលក៏មានការប្រើប្រាស់វាសម្រាប់ការបង្ហាញយោធានិងពិធីជាតិដើម្បីបង្ហាញថាកងទ័ពអាកាសកម្ពុជាកំពុងអភិវឌ្ឍនិងមានសមត្ថភាពផ្ទាល់ខ្លួន L-39 Albatross គឺជាយន្តហោះដែលមានសារៈសំខាន់សម្រាប់កងទ័ពអាកាសកម្ពុជាវាមិនត្រឹមតែជាយន្តហោះហ្វឹកហាត់ប៉ុណ្ណោះទេប៉ុន្តែវាជាគន្លងដ៏សំខាន់ក្នុងការបង្ហាញសមត្ថភាពនិងការអភិវឌ្ឍកងទ័ពអាកាសរបស់យើងអាចដឹងថា L-39 គឺជាប្រវត្តិសាស្ត្រមួយផ្នែកដែលបានជួយឲ្យកងទ័ពអាកាសកម្ពុជាឈានទៅរកកម្រិតថ្មីៗដូចជាថ្មីៗនេះលើកដំណឹងថាប្រទេសកម្ពុជាបានចាប់អារម្មណ៍នៅយន្តហោះប្រយុទ្ធជាច្រើនហើយយន្តហោះទាំងអស់នោះនឹងមានវត្តមានឆាប់ៗនៅក្នុងប្រទេសកម្ពុជារបស់យើង